បីពុកម៉ែបងប្អូនជាបន្តខ្ញុំសូមបង្ហាញពីរបៀបឆាសៀងចាខ្ញុំឆាសៀងមកមុខចឹងខ្ញុំដាក់ប្រេងអូលីវលៀងចូលបន្ទាប់ពីខ្ញុំដាក់ប្រេងអូលីវហើយចាខ្ញុំធ្វើការដាក់ខ្ទឹមសដាក់ខ្ទឹមសហើយចាខ្ញុំធ្វើការឆាសាច់ជ្រូកសាច់ជ្រូកយើងច្រាំហើយយើងឆាជាមួយខ្ទឹមសិនបន្ទាប់ពីខ្ទឹមយើងឡើងកងហើយយើងធ្វើការដាក់សាច់ជ្រូកយើងឆាចូលទុកឲ្យឆ្អិនសាច់សិនទើបខ្ញុំធ្វើការដោយសារសៀងយើងហ្នឹងគឺជាសៀងប្រៃលាយផ្អែមស្រាប់យើងអត់ដាក់អំបិលទៀតទេយើងធ្វើស្ករថែមតិចទៀតពួកអីវាប្រែជាផ្អែមចឹងយើងដាក់ស្ករថែមបន្តិចទៀតហើយនឹងប៊ីចេងហើយនឹងម្រេចស្ករខ្ញុំដាក់ថែមប៉ុណ្ណឹងចាដល់ខ្ញុំធ្វើការកូរហើយខ្ញុំដាក់ប៊ីចេងចូលចេញដាក់ប៉ុណ្ណឹងការកូររហូតដល់ឆ្អិនសាច់ពេលឆ្អិនទៅយើងធ្វើការដាក់សៀងចូលចាចូលកោសសាច់យើងឆ្អិនហើយការចាក់សៀងចូលទុកមកពុះបន្ទាប់មកយើងឃើញឆាសៀងយើងឆ្អិនហើយយើងធ្វើការបិទភ្លើងហើយយើងបិទភ្លើងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា